បុរសនោះបានឡើងលើរបងប៉ុន្តែត្រូវបានឆ្មាំសន្តិសុខម្នាក់ចាប់បានភ្លាមយ៉ាងណាក៏ដោយមនុស្សយន្តនោះមិនព្រមចុះចាញ់ឡើយថ្មរបស់គាត់នៅសល់ត្រឹមតែ 1% ប៉ុណ្ណោះហើយគាត់ត្រូវតែរកវិធីសាកថ្មឡើងវិញជាសំណាងល្អមានហាងលក់រថយន្តអគ្គិសនីនៅក្បែរនោះពេលគាត់ចូលទៅភ្លាមគាត់បានឃើញរថយន្តអគ្គិសនីមួយគ្រឿងដែលមានថ្មពេញហើយរត់ទៅរកវាប៉ុន្តែមុនពេលទៅដល់ទ្វារគាត់បានដួលសន្លប់នៅពេលដែលថាមពលរបស់គាត់អស់អ្នកគ្រប់គ្រងគិតថាគាត់កំពុងត្រួតពិនិត្យតួថតយន្តហើយបានសរសើរគាត់ថាមានវិជ្ជាជីវៈខ្ពស់ដោយមិនឃើញមានការឆ្លើយតបអ្វីឡើយអ្នកគ្រប់គ្រងបានជួយគាត់ចូលទៅក្នុងរថយន្តដោយថ្នមហើយចាប់ផ្ដើមពន្យល់ពីលក្ខណៈពិសេសរបស់វាដោយរីករាយទន្ទឹមនឹងនេះមនុស្សយន្តបានទាញខ្សែសាកចេញដោយស្ងាត់ហើយដោតវាចូលទៅក្នុងរន្ធសាករថយន្តនៅពេលដែលចរន្តអគ្គិសនីហូរចូលគាត់ហាក់ដូចជាធូរស្រាលភ្លាមនោះរថយន្តបានរលត់ដោយមានការងឿងឆ្ងល់អ្នកគ្រប់គ្រងបានសន្មតថាបុគ្គលិកម្នាក់ភ្លេចសាកថ្មហើយនាំគាត់ទៅកាន់រថយន្តមួយផ្សេងទៀតពេលពួកគេមកដល់មនុស្សយន្តបានរកឃើញរន្ធសាកហើយដោតវាម្ដងទៀតមិនយូរប៉ុន្មានរថយន្តនោះក៏អស់ថាមពលដែររថយន្តមួយបន្ទាប់ពីមួយទៀតបានបាត់បង់ថាមពលបន្ទាប់ពីសាកថ្មខ្លួនឯងពេញហើយមនុស្សយន្តបានរត់ចេញពីហាងលក់ដោយទុកឲ្យអ្នកគ្រប់គ្រងឈរនៅទីនោះដោយមានការងឿងឆ្ងល់បន្ទាប់មករ៉ូបូតបានរកឃើញក្មេងប្រុសដែលបានទៅយកឡានរបស់គាត់ក្មេងប្រុសនោះហៀបនឹងយកវាទៅប្រគល់ឲ្យវិញស្រាប់តែភ្លៀងចាប់ផ្ដើមធ្លាក់រ៉ូបូតនេះមិនជ្រាបទឹកទេដូច្នេះគាត់បានដួលហើយចាប់ផ្ដើមញ័រក្មេងប្រុសនោះបានរត់ទៅពិនិត្យមើលគាត់ហើយបានរកឃើញអត្តសញ្ញាណពិតរបស់គាត់ដោយឃើញថាគាត់មានថាមពលខ្លាំងប៉ុណ្ណាក្មេងប្រុសនោះបានផ្លាស់ប្ដូរចិត្តគាត់បានប្រាប់រ៉ូបូតឲ្យទៅជាមួយគាត់ទៅពិធីបុណ្យបច្ចេកវិទ្យាហើយបន្ទាប់មកគាត់នឹងប្រគល់ឡានវិញដរាបណាពួកគេមកដល់រ៉ូបូតត្រូវបានប្រកួតប្រជែងឪពុករបស់សិស្សម្នាក់បានសុទ្ធបាល់3ពិន្ទុដោយមោទនភាពរ៉ូបូតបានយកបាល់បោះមួយជួរមកហើយបោះវាចោលដោយចៃដន្យបាល់បោះនីមួយៗបានចូលទៅក្នុងរង្វង់ក្មេងៗបានស្រែកហូដោយរំភើបនៅក្នុងការប្រកួតខាងក្រោមគាត់បានជួយក្មេងប្រុសនោះឲ្យភ្លឺស្វាងប៉ុន្តែក្នុងអំឡុងពេលប្រកួតហោះហើរយន្តហោះរបស់ក្មេងប្រុសនោះមានបញ្ហាដោយខកចិត្តក្មេងប្រុសនោះបានរត់ចេញគាត់បានទៅមាត់សមុទ្រហើយព្យាយាមជួសជុលយន្តហោះតែម្នាក់ឯងប៉ុន្តែចៃដន្យបានធ្លាក់ចូលទៅក្នុងសមុទ្រក្មេងប្រុសនោះបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះវាប៉ុន្តែគាត់មិនអាចហែលទឹកដល់ចំណុចចាប់ផ្ដើមនៅពេលនោះទេរ៉ូបូតបានរត់មករកគាត់ប្រព័ន្ធសុវត្ថិភាពបានចេញការព្រមានប៉ុន្តែមនុស្សយន្តបានដកបន្ទះឈីបសុវត្ថិភាពចេញហើយបានជួយសង្គ្រោះក្មេងប្រុសនោះមុនពេលមានសៀកវីខ្លីកើតឡើងឥឡូវនេះគាត់ត្រូវត្រឡប់ទៅអនាគតវិញជាបន្ទាន់ដោយស្ទាក់ស្ទើរក្មេងប្រុសនោះបានដំឡើងបន្ទះឈីបសុវត្ថិភាពឡើងវិញ